សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់កម្មវិធីព័ត៌មានអន្តរជាតិនៅថ្ងៃអង្គារទី3 ខែមិថុនាឆ្នាំ2025ថ្ងៃនេះយើងនឹងរាយការណ៍អំពីព័ត៌មានអន្តរជាតិសំខាន់ជាងគេគឺការវិវត្តថ្មីនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃបន្ទាប់ពីការរដកទ័ពចេញពីតំបន់ជម្លោះកាលពីថ្ងៃទី29ឧសភាកម្ពុជាបានសម្រេចចិត្តនាំយកបញ្ហានេះទៅកាន់តុលាការអន្តរជាតិ ICJ ដើម្បីស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍ខណៈដែលអតីតនាយករដ្ឋមន្ត្រីលោកហ៊ុនសែនបានព្រមានថាបញ្ហានេះអាចនឹងក្លាយជាស្ថានភាពដូចនៅតំបន់ហ្គាហ្សាប្រសិនបើមិនមានការដោះស្រាយឲ្យបានត្រឹមត្រូវផ្ទៃខាងក្រោយនៃជម្លោះព្រំដែនរវាងកម្ពុជានិងថៃជាពិសេសនៅតំបន់ជិតប្រាសាទព្រះវិហារបានផ្ទុះឡើងជាបន្តបន្ទាប់តាំងពីឆ្នាំ2008មកតំបន់នេះជាចំណុចកតៅដោយសារប្រទេសទាំងពីរសុទ្ធតែអះអាងថាជារបស់ខ្លួនកាលពីថ្ងៃទី28ខែឧសភាឆ្នាំ2025ការប៉ះទង្គិចបានកើតឡើងនៅជិតខេត្តអូបលរាជធានីប្រទេសថៃដែលជាតំបន់ជម្លោះមួយទៀតក្រសួងការពារជាតិកម្ពុជាបានរាយការណ៍ថាទាហានកម្ពុជាម្នាក់បានស្លាប់ខណៈភាគីថៃបានអះអាងថាទាហានកម្ពុជាបានចូលទៅក្នុងទឹកដីរបស់ខ្លួនហើយភាគីទាំងសងខាងបានចោទគ្នាទៅវិញទៅមកថាបានបើកការបាញ់សម្លាប់មុនការចរចានិងការរដកទ័ពបន្ទាប់ពីការប៉ះទង្គិចនេះមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរបានជួបចរចាគ្នានៅថ្ងៃទី29ខែឧសភាឆ្នាំ2025ហើយបានឯកភាពគ្នាដកទ័ពចេញពីតំបន់ជម្លោះនេះនាយករដ្ឋមន្ត្រីថៃលោកស្រីប៉តុងតានស៊ីណាវ៉ាត្រានិងសមាភាគីកម្ពុជាលោកហ៊ុនម៉ាណែតបានសន្យាដោះស្រាយជម្លោះនេះឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានការរដកទ័ពនេះត្រូវបានគេមើលឃើញថាជាជំហានវិជ្ជមានមួយដើម្បីកាត់បន្ថយភាពតានតឹងនៅតំបន់អាស៊ីអាគ្នេយ៍ទោះជាយ៉ាងណាអ្នកវិភាគមួយចំនួនបានលើកឡើងថាបញ្ហានេះនៅតែជាបញ្ហាស្មុគស្មាញដែលត្រូវការដំណោះស្រាយរយៈពេលវែងវិវត្តថ្មីការបតឹងត ICJ នៅថ្ងៃទី2ខែមិថុនាឆ្នាំ2025រដ្ឋាភិបាលកម្ពុជាបានប្រកាសថាខ្លួននឹងនាំយកបញ្ហាជម្លោះព្រំដែននេះទៅកាន់តុលាការអន្តរជាតិ ICJ ដើម្បីស្វែងរកដំណោះស្រាយជាអចិន្ត្រៃយ៍លោកហ៊ុនម៉ាណែតបានថ្លែងថាកម្ពុជាសង្ឃឹមថាថៃនឹងយល់ព្រមចូលរួមជាមួយកម្ពុជាក្នុងការរដាក់ពាក្យបណតឹងរួមគ្នានៅ ICJ ប៉ុន្តែប្រសិនបើថៃមិនយល់ព្រមកម្ពុជានឹងបន្តដំណើរការនេះតែឯងលោកហ៊ុនសែនដែលជាប្រធានព្រឹទ្ធសភាបានព្រមានថាប្រសិនបើបញ្ហានេះមិនត្រូវបានដោះស្រាយតាមផ្លូវច្បាប់អន្តរជាតិទេវាអាចនឹងក្លាយជាស្ថានភាពដូចនៅតំបន់ហ្គាហ្សាដែលជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនហាក់ដូចជាគ្មានដំណោះស្រាយលោកបានបន្ថែមថាកម្ពុជាបានអញ្ជើញថៃឲ្យចូលរួមដាក់ពាក្យបណតឹងរួមគ្នានេះដើម្បីបង្ហាញពីការគោរពនិងឆន្ទៈក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីប៉ុន្តែប្រសិនបើថៃនៅតែបដិសេធវាអាចបង្ហាញថាមានអ្វីមួយលាក់បាំងនៅពីក្រោយបរិបទប្រវត្តិសាស្ត្រជម្លោះនៅតំបន់ប្រាសាទព្រះវិហារមិនមែនជារឿងថ្មីទេនៅឆ្នាំ2008ការប៉ះទង្គិចយោធាបានផ្ទុះឡើងដែលបានបណ្ដាលឲ្យមនុស្សជាច្រើនស្លាប់និងរបួសប្រាសាទព្រះវិហារត្រូវបានតុលាការអន្តរជាតិ ICJ កាត់សេចក្ដីឲ្យជារបស់កម្ពុជាក្នុងឆ្នាំ1962ប៉ុន្តែដីជុំវិញប្រាសាទនៅតែជាប្រធានបទនៃជម្លោះរវាងប្រទេសទាំងពីរការប៉ះទង្គិចនេះបានធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងថៃមានភាពតានតឹងជាញឹកញាប់ហើយបានប៉ះពាល់ដល់សន្តិភាពនៅក្នុងតំបន់នៅខែកុម្ភៈឆ្នាំ2025ទាហានកម្ពុជានិងក្រុមគ្រួសាររបស់ពួកគេបានចូលទៅក្នុងប្រាសាទតាមាន់ធំដែលជាតំបន់ជម្លោះមួយទៀតហើយបានច្រៀងភ្លេងជាតិកម្ពុជាដែលបាននាំឲ្យមានការឈ្លោះប្រកែកខ្លីមួយជាមួយទាហានថៃផលប៉ះពាល់នៃជម្លោះការប៉ះទង្គិចនេះបានប៉ះពាល់ដល់ប្រជាជនដែលរស់នៅតាមព្រំដែនដែលជាច្រើនត្រូវភៀសខ្លួនចេញពីភូមិស្រុករបស់ពួកគេដោយសារការបាញ់ផ្លោងគ្នាការរដកទ័ពនេះអាចជួយឲ្យប្រជាជនទាំងនេះវិលត្រឡប់ទៅផ្ទះវិញប៉ុន្តែភាពមិនច្បាស់លាស់នៅតែមានដោយសារជម្លោះនេះអាចផ្ទុះឡើងសារជាថ្មីនៅពេលណាមួយប្រសិនបើគ្មានដំណោះស្រាយជាអចិន្ត្រៃយ៍លើសពីនេះការបិទច្រកព្រំដែនមួយចំនួនដែលថៃបានគំរាមធ្វើអាចប៉ះពាល់ដល់ពាណិជ្ជកម្មឆ្លងដែននិងជីវភាពរបស់ប្រជាជននៅតាមព្រំដែន
ទោះបីជាមានពាក្យចចាមអារ៉ាមថាថៃនឹងបិទច្រកព្រំដែនជាអចិន្ត្រៃយ៍ក៏ដោយអ្នកនាំពាក្យរដ្ឋាភិបាលថៃលោកជីរ៉ាយហួងសាបបានបញ្ជាក់នៅថ្ងៃទី31ឧសភាថាព្រំដែននៅតែបើកចំហហើយសកម្មភាពឆ្លងដែននៅតែដំណើរការជាធម្មតាការវិភាគនិងទស្សនៈអ្នកវិភាគនយោបាយមួយចំនួនបានលើកឡើងថាជម្លោះនេះមិនមែនគ្រាន់តែជារឿងព្រំដែនទេប៉ុន្តែវាក៏ជាបញ្ហានយោបាយផ្ទៃក្នុងនៃប្រទេសទាំងពីរនៅកម្ពុជារដ្ឋាភិបាលលោកហ៊ុនម៉ាណែតប្រហែលជាប្រើជម្លោះនេះដើម្បីបង្វែរការចាប់អារម្មណ៍ពីបញ្ហាផ្ទៃក្នុងដូចជាការរិះគន់លើសេរីភាពសារព័ត៌មាននិងសិទ្ធិមនុស្សនៅថៃលោកស្រីប៉តង់តានស៊ីណាវ៉ាត្រាដែលជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្រថៃក៏អាចនឹងប្រើជម្លោះនេះដើម្បីបង្ហាញភាពរឹងមាំរបស់ខ្លួនក្នុងការដឹកនាំប្រទេសទោះជាយ៉ាងណាការសម្រេចចិត្តដកទ័ពនិងការបោះតឹងទោ ICJ បង្ហាញថាប្រទេសទាំងពីរមានឆន្ទៈក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីដែលជាសញ្ញាល្អសម្រាប់សន្តិភាពក្នុងតំបន់ទស្សនៈអន្តរជាតិរដ្ឋមន្ត្រីការបរទេសថៃលោកម៉ារីសសាមយ៉ាម៉ូផុងសាបានថ្លែងកាលពីថ្ងៃទី2ខែមិថុនានៅឯកិច្ចប្រជុំនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចនិងអភិវឌ្ឍនៈ OECD នៅទីក្រុងប៉ារីសថាកម្ពុជាមានសិទ្ធិដាក់ពាក្យបណតឹងទោ ICJ ប៉ុន្តែវានឹងមិនប៉ះពាល់ដល់ការចរចារវាងប្រទេសទាំងពីរតាមយន្តការដែលមានស្រាប់ឡើយលោកបានបន្ថែមថាស្ថានភាពនៅតាមព្រំដែននៅតែស្ងប់ស្ងាត់ហើយភាគីទាំងពីរបានឯកភាពគ្នារកដំណោះស្រាយឲ្យបានឆាប់រហ័សទោះបីជាមានការលើកឡើងបែបនេះក៏មានការព្រួយបារម្ភថាការបោះតឹងទោ ICJ អាចធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែតានតឹងប្រសិនបើភាគីណាមួយមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់តុលាការអនាគតនៃជម្លោះការសម្រេចចិត្តរបស់កម្ពុជាក្នុងការបោះតឹងទោ ICJ គឺជាជំហានសំខាន់មួយឆ្ពោះទៅរកការដោះស្រាយជម្លោះនេះជាអចិន្ត្រៃយ៍ប៉ុន្តែដំណើរការនេះអាចនឹងចំណាយពេលយូរដោយសារតុលាការអន្តរជាតិត្រូវការពេលវេលាដើម្បីពិនិត្យភស្តុតាងនិងសរតាប់ការតវ៉ាពីភាគីទាំងសងខាងក្នុងអំឡុងពេលនេះការបន្តកិច្ចចរចាតាមរយៈគណៈកម្មការព្រំដែនរួម JBC ដែលក្រុងនឹងជួបគ្នាក្នុងរយៈពេល2សប្តាហ៍ខាងមុខនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសន្តិភាពនៅតាមព្រំដែនលោកហ៊ុនសែនក៏បានបញ្ជាក់ថាប្រសិនបើមានអំពើហិង្សាផ្ទុះឡើងកម្ពុជានឹងស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC ធ្វើអន្តរាគមន៍ជាបន្ទាន់សេចក្តីសន្និដ្ឋានព័ត៌មានអន្តរជាតិសំខាន់ជាងគេនៅថ្ងៃនេះគឺការសម្រេចចិត្តរបស់កម្ពុជាក្នុងការនាំយកជម្លោះព្រំដែនជាមួយថៃទៅកាន់តុលាការអន្តរជាតិ ICJ បន្ទាប់ពីការរដកទ័ពចេញពីតំបន់ជម្លោះទោះបីជាមានការវិវត្តជាវិជ្ជមាននេះក៏បញ្ហានៅតែមានភាពស្មុគស្មាញហើយតម្រូវឲ្យមានការចរចារយៈពេលវែងដើម្បីធានាថាជម្លោះនេះនឹងមិនផ្ទុះឡើងសារជាថ្មីសន្តិភាពនៅតំបន់អាស៊ីអាគ្នេយ៍នឹងអាស្រ័យលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិងការគាំទ្រពីសហគមន៍អន្តរជាតិសូមអរគុណសម្រាប់ការរស់តាប់ហើយជួបគ្នាវិញនៅកម្មវិធីក្រោយជម្រាបលា